បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលើកយកប្រធានបទមួយទៀតទាក់ទងទៅនឹងផលសង្គ្រាមត្រជាក់ចំពោះកម្ពុជាបាទមានផលវិជ្ជមាននិងអវិជ្ជមានអញ្ចឹងផលវិជ្ជមាននឹងគ្រូលើកយកមក3ចំណុចសំខាន់ទី1បង្កើតឲ្យមានសន្ធិសញ្ញាក្រុងហ្សឺណែវបាទ21កក្កដាឆ្នាំ1954ធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យពេញលេញនិងត្រូវបានប្រកាន់យកនយោបាយអព្យាក្រឹតហើយធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនអភិវឌ្ឍនិងសុខសន្តិភាពរយៈពេល15ឆ្នាំទី2ឥទ្ធិពលសង្គ្រាមត្រជាក់នេះគឺបង្កើតឲ្យមានកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាឬគេឲ្យហៅឬក៏ហៅម្យ៉ាងទៀតថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស23ដុល្លារឆ្នាំ91ដែលធ្វើឲ្យកម្ពុជាគឺនៅសល់ទឹកដីនិងជាតិសាសន៍វប្បធម៌អរិយធម៌រហូតដល់បច្ចុប្បន្ននេះគឺដោយសារតែកិច្ចព្រមព្រៀងអន្តរជាតិនេះឯងដែលដេញប្រទេសដែលនៅជិតខាងយើងដែលចង់បានយើងបាទឲ្យចេញពីប្រទេសកម្ពុជាហើយនឹងផុតពីកញ្ញាំប្រទេសមហាអំណាចនានាដោយសារយើងមានកិច្ចព្រមព្រៀងនេះឯងដែលធ្វើឲ្យយើងនៅដល់សពថ្ងៃនេះវាជាកំណើតទី2របស់យើងដែលយើងបានសល់ទឹកដល់សល់ដីសល់ជាតិសាសន៍វប្បធម៌អរិយធម៌ដល់បច្ចុប្បន្ននេះចំពោះទី3នេះគឺផលល្អទី3នេះគឺប្រទេសកម្ពុជាក៏ទទួលបានជំនួយក្នុងការវិវត្តប្រទេសពីប្លុកសេរីនិងប្លុកកុម្មុយនីសផងដែរហើយមួយទៀតនឹងគឺឥទ្ធិពលសង្គ្រាមត្រជាក់នេះគឺបានជួយទប់ទល់នឹងប្រទេសមួយចំនួនដែលនឹងចង់លេបតបាក់ខ្មែរយើងនឹងគឺឲ្យរួចផុតពីកញ្ញាំរបស់គេផងដែរជាពិសេសគឺប្រទេសជិតខាងដែលយើងទទួលបានឥទ្ធិពលពីសេរីនិងកុម្មុយនីសទៅគឺជួយទប់ស្កាត់ការឈ្លានពានរបស់ប្រទេសជិតខាងមកលើប្រទេសយើងបាទឥឡូវយើងមើលតទៅនឹងផលអាក្រក់ម្ដងបាទទី1សៀមយួនចាប់ដើមបង្កើតចលនាដេញបារាំងហើយចាប់ដើមចូលឈ្លានពានទឹកដីខ្មែរយើងបន្តទៀតទី2ថ្ងៃទី4ខែមិថុនាឆ្នាំ1949បារាំងបានផ្ទេររដ្ឋបាលកម្ពុជាក្រោមទៅឲ្យយួនបាវដាយបាទទី3នេះគឺឆ្នាំ1963កម្ពុជាចាប់ផ្ដើមអនុវត្តនយោបាយព្យាក្រឹតមិនចំទិសហើយនៅឆ្នាំ1970ដល់75យើងចាប់ដើមធ្លាក់ចូលក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយហើយទី5នោះគឺឆ្នាំ1975ដល់1979យើងក៏ចាប់ដើមធ្លាក់ចូលក្នុងរបបបល្ល័ង្កពូជសាសន៍ហើយទី6នៅឆ្នាំ1979ដល់ឆ្នាំ1991យើងក៏ចាប់ដើមធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនលើកទី3ហើយទី7នោះគឺបាទធ្វើឲ្យទឹកដីជាតិសាសន៍វប្បធម៌អរិយធម៌សេដ្ឋកិច្ចនយោបាយយើងនឹងគឺត្រូវបានរលាយហិនហោចបាទ